ឆ្ងាយឃើញដាច់អាឡ័យអនុស្សាវរីយ៍ជាប់ហើយរុក្ខជាតិបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺជាភាសាព្រែកឯងបាទស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ1បាទនេះគឺជាផ្លូវជាតិលេខ1បងប្អូនអញ្ចឹងបើយើងទៅត្រង់ទៅយើងដល់អ្នកលឿងព្រៃវែងស្វាយរៀងបងប្អូនប៉ុន្តែខ្ញុំអត់ទៅទេគឺខ្ញុំជិះថតជិះក្នុងសង្កាត់ព្រែកឯងហើយបាទឥឡូវមានភាសាគេលក់ដូរច្រើនណាស់បងប្អូនបាទសម្បូរភាសាច្រើនជាងមុនបាទលក់មកដល់ខាងនេះទៀតបាទហើយខាងនោះតិចទៀតមានភាសាទៀតបងប្អូនបាទបងប្អូនដោយសារភូមិនេះព្រៃឯងនេះខ្ញុំធ្លាប់រស់នៅកាលពី13 14ឆ្នាំមុនបាទហើយឥឡូវក៏ខ្ញុំនៅតែចេញចូលក្នុងនៅកន្លែងហ្នឹងដែរដោយសារខ្ញុំបានស្នាក់នៅព្រះវិហារគ្រីស្ទបរិស័ទមួយខ្ញុំបានបន្តរៀនសាលាកំពីហើយនិងសាកលវិទ្យាល័យបាទអញ្ចឹងនិយាយពីភូមិព្រៃឯងនេះវិញគឺកាលពីមុនសម្បូរដើមឈើច្រើនបងប្អូនតែឥឡូវគេកាប់ដើមឈើទៅធ្វើផ្ទះធ្វើហាងលក់ដូរណាបងប្អូនបាទច្រើនណាស់បាទបន្តិចទៀតនេះខ្ញុំនឹងបង្ហាញឲ្យពុកម៉ែបងប្អូនបានឃើញបាទព្រះវិហារដែលខ្ញុំស្នាក់នៅបាទនេះហើយគឺជាព្រះវិហារនេះបាទខ្ញុំស្នាក់នៅទីនេះកាលពី13 14ឆ្នាំមុនបាទដើម្បីបន្តរៀនសាកលវិទ្យាល័យបាទហើយភូមិព្រៃឯងនេះបងប្អូនកាលពី13 14ឆ្នាំមុនទៅក្រោយហ្នឹងគឺសម្បូរដើមឈើច្រើនមែនទែនចំការហូបផ្លែដីខ្មៅល្អណាស់បងប្អូនដីខ្មៅល្អជាងបាត់ដំបងទៀតបងប្អូនបាទហើយសម្បូរស្វាយសម្បូរបាក់ប្រេងបាក់ប្រាំងហើយកពីរាជហើយដើមឈើហូបផ្លែផ្សេងជាច្រើនផងដែរបាទកាលមុនដីកន្លែងនេះគឺជាដីចំការទេចំការចេកចំការអីគេទុកចោលទេប៉ុន្តែសប្តាហ៍ក្រុមហ៊ុនគេទិញដីទៅគេធ្វើផ្ទះល្វែងបាទឥឡូវផ្ទះថ្មថ្មីច្រើនណាស់ហើយស្អាតទៀតបងប្អូនបាទកន្លែងនេះនៅចាស់ដដែលបាទអត់តន់គេមានអ្នកណាកាប់ដើមឈើឬក៏ធ្វើអីទេបាទលបងខាងឆ្វេងបាទលបងខាងឆ្វេងហ្នឹងបាទការចំនួនខ្ញុំមកនៅនោះបាទនេះដើមកពីរាជបងប្អូនធំការចំនួនខ្ញុំមកនៅនោះកាលហ្នឹងផ្លូវនេះកំពុងតែធ្វើការ13 14ឆ្នាំមុនណាផ្លូវបេតុងកំពុងតែធ្វើបាទ
បាទបងប្អូនអញ្ចឹងនេះខាងមុខនោះគឺជារបងវត្តព្រៃឯងបងប្អូនបាទនេះជារបងវត្តព្រៃឯងហើយសបោគេលក់ដូរអីនៅម្ដុំនឹងច្រើនចំណីអាហារអញ្ចឹងណាបាទបងប្អូនអញ្ចឹងខាងឆ្វេងដៃនេះបាទខាងឆ្វេងដៃនេះគឺជាសាលាព្រៃឯងហ្នឹងបងប្អូនបាទវិទ្យាល័យព្រៃឯងបងប្អូនហើយផ្លូវនេះក៏នឹងអត់តន់ធ្វើទេបងប្អូនបាទកាលខ្ញុំនៅឆ្នាំ2012ហ្នឹងគឺផ្លូវនេះផ្លូវគ្រោះក្រហមទេបាទផ្លូវគ្រោះក្រហមតខ្ញុំនៅទៅក៏មានគេចាក់យូរទៅមានគេចាក់បេតុងមេអីចឹងណាធ្វើផ្លូវបាទឥឡូវសបោផ្ទះថ្មីស្អាតអូស្អាតច្រើនណាស់ឥឡូវបាទបងប្អូនចឹងម្ដុំនេះគឺគេលក់ដូរច្រើនដោយសារមានផ្សារនៅខាងមុខណាបាទគេហៅផ្សារចុងព្រែកទៅទៀតបានដល់បងប្អូនបាទគឺម្ដុំនេះនិយាយទៅយើងហៅថាម្ដុំនេះហៅថាផ្សារក៏បានព្រោះវានៅជិតផ្សារហើយគេលក់ដូរច្រើនបាទចឹងវីដេអូនេះខ្ញុំថតតាំងពីថ្ងៃចូលឆ្នាំខ្មែរបងប្អូនហើយពេលនេះពេលល្ងាចបាទតែខ្ញុំដោយសារខ្ញុំរវល់ពេកអត់មានពេលកាត់តវីដេអូអាប់ឡូតវីដេអូបាទផ្លូវស្ទះបាទពេលល្ងាចផ្លូវស្ទះបាទម្ដងផ្សារបងប្អូននេះផ្សារគេតែល្ងាចអញ្ចឹងគេរើគេលក់ដូរតាមមុខតិចទេបងប្អូនបាទល្ងាចអញ្ចឹងគេរើបាទអញ្ចឹងស្ពានឆ្លងព្រែកព្រែកខ្ញុំមិនដឹងថាហៅថាព្រែកអីទេបាទខ្ញុំប្រកាសថាព្រែកឯងខ្ញុំមិនប្រកាសថាជាព្រែកឯងទេដោយសារបាទទៅមុខទៀតបានខ្ញុំប្រាប់បងប្អូនឲ្យដឹងបាទខ្ញុំនឹកឃើញកាលពី12 13 14ឆ្នាំមុនហ្នឹងខ្ញុំជិះពេលតំណេកអញ្ចឹងខ្ញុំជិះកង់ដើរលេងបាទខ្ញុំគឺគិតជិះដើរលេងមើលគេមើលឯងទេសភាពអញ្ចឹងណាបាទកាលហ្នឹងខ្ញុំមិនតន់ចេះរកស៊ី YouTube អីទេបាទចូលចិត្តក៏ចូលចិត្តខាងទេសចរបាទចូលចិត្តជិះកង់ដើរលេងកំសាន្តមើលស្រុកទេសគេអញ្ចឹងណាបាទហើយខ្ញុំមកស្នាក់នៅហ្នឹងអត់មានម៉ូតូទេបាទមានតែកង់ជិះទេបាទកាលមុនមកជួបផ្លូវនេះដើមឈើធំណាបងប្អូនឥឡូវកាប់ចោលចង់អស់ហើយបើនិយាយថានៅខាងក្រោយផ្ទះពួកគាត់គឺជាចំការបងប្អូនដីស្រែដីចំការហើយម្ដុំនេះអត់មានធ្វើស្រែទេបាទធ្វើចំការទាំងអស់នេះបងប្អូនឃើញទេនេះដែលគេអត់កាប់ដើមឈើបាទ
និយាយទៅដីខាងក្រោយផ្ទះពួកគាត់ហ្នឹងគឺជានិយាយទៅផ្ទះពួកគាត់ហើយនឹងដីក្រោយផ្ទះពួកគាត់សិតតែជាដីចម្ការបងប្អូនបាទនេះសាលាបឋមសិក្សាខ្ញុំមើលឈ្មោះសិនបងប្អូនបាទសាលាបឋមសិក្សាចុងព្រែកបាទហើយបើយើងនិយាយថាពីទៅក្រោយថាពី13 14ឆ្នាំយើងមុនហ្នឹងទៅក្រោយទៀតណាម្ដុំនេះគឺដើមឈើច្រើនណាបាទសម្បូរដើមឈើច្រើនណាបាទនេះផ្ទះល្វែងដីនេះគេទិញដីគេទិញទៅធ្វើផ្ទះល្វែងអញ្ចឹងណាបាទបងប្អូនអញ្ចឹងនៅក្រោយផ្ទះពួកគាត់មានអូឬក៏ព្រែកខ្ញុំអត់ដឹងតែហៅថាព្រែកឬក៏អូណាតែមានបាទនៅខាងក្រោយផ្ទះពួកគាត់ហើយព្រែកហ្នឹងខ្ញុំមិនប្រកាសថាជាព្រែកឯងឬក៏ព្រែកណាមួយទេដោយសារខ្ញុំអត់បានសួរគេបាទធ្លាប់នៅយូរហើយតែខ្ញុំអត់អាចសួរថាព្រែកហ្នឹងជាឈ្មោះព្រែកឯងហ្នឹងហ៎ខ្ញុំអត់បានសួរគេអញ្ចឹងទេអញ្ចឹងខ្ញុំតែបានឃើញព្រែកហ្នឹងប៉ុន្តែមិនបានសួរឈ្មោះថាតើអត់បានសួរគេថាតើព្រែកហ្នឹងឈ្មោះព្រែកឯងឬអីដោយសារអាស្ពានចុងព្រែកហ្នឹងវាព្រែកកាត់ឆ្លងព្រែកមួយដែរអញ្ចឹងខ្ញុំរៀងស្រឡាំងកាំងដែរមិនដឹងថាមួយណាព្រែកឯងបាទបាទបងប្អូននេះគឺជាសាលាបាទខ្ញុំមើលតិចសិនបងប្អូនសាលាបឋមសិក្សារបស់អង្កាញ់បងប្អូនបាទរបស់អង្កាញ់ភូមិនេះហ៎បាទឈ្មោះបាទអញ្ចឹងគេចងអាកណាត់នៅខាងលើហ្នឹងមានច្រើនពណ៌ហ្នឹងគឺថ្ងៃចូលឆ្នាំខ្មែរបងប្អូនបាទបាទពីមុនសម្បូរដើមមានច្រើនណាព្រៃឯងតែឥឡូវដូចជាកាប់ចោលច្រើនដែរ
កាលមុនសម្បូរដើមមានមែនតើបាទម្ដុំហ្នឹងបាទនៅផ្ទះនេះដើមមានច្រើនដើមដែរបងប្អូនបាទឥឡូវកាប់ចោលច្រើនណាបាទអញ្ចឹងវីដេអូខ្ញុំចប់ប៉ុណ្ណឹងបងប្អូនបាទសូមអរគុណពុកម៉ែបងប្អូនដែលបានចូលតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទខ្ញុំបាទពេរ៉ាបាទសូមអរគុណសូមជម្រាបលាបាទ